អាយ៉ាអ្នកភ្នំពេញបានដាយឲ្យបងប្អូនដល់រដូវផ្ការីកហើយសូមណែនាំកន្លែងដើរលេងមួយកន្លែងនេះដែលនៅជាយក្រុងមែនទែនបងប្អូនហើយអ្នកភ្នំពេញខ្លះគឺគាត់អត់ដឹងទេថានៅកន្លែងនេះគឺស្អាតមានទេសភាពធំហើយអាចមកអង្គុយលេងឡើង fresh តែម្ដងណាបងប្អូនដែលទីហ្នឹងគឺនៅជិតភោគលាដ្ឋានជាតិសម្ដេចតេជោគឺនៅផ្លូវចូលតាមសួនសត្វសាវរីតែម្ដងអញ្ចឹងបងប្អូនដែលនៅភ្នំពេញចង់មកដើរលេងនៅកន្លែងនេះអីអាចមកលេងបានបងប្អូនហើយអត់មានគិតលុយគិតកាយទេបងប្អូនកន្លែងនេះគឺតំបន់របស់អង្គញាលីយ៉ុងផាត់ផ្ទាល់តែម្ដងដែលគាត់មានបើកសួនទឹកបើកដូចជាសន្តាគារក៏បើកដូចជាសួនសត្វសាវរីតែម្ដងតែបើបងមកអត់ចូលសួនសត្វអីទេគឺអត់អស់លុយទេមកអង្គុយរីឡិចលំហែនៅម្ដុំនឹងបានបាទដោយសាររដូវនេះគឺដល់រដូវផ្ការីកហើយបងប្អូនដែលផ្កានេះគឺបងដែលគាត់ធ្វើការនៅហ្នឹងណាជាពិសេសនៅសួនទឹកហ្នឹងគឺគាត់បាចគ្រាប់តាំងពីឆ្នាំមុនតែឆ្នាំនេះមិនដឹងថាគាត់បាចអត់ទេអាចថាវានៅពូជវាអញ្ចឹងវាដុះឡើងវិញដោយសារវាជារដូវភ្លៀងណាអញ្ចឹងយើងឃើញថាផ្កានេះគឺអត់សូវច្រើនដូចរាល់ឆ្នាំទេដោយសារឆ្នាំមុនគាត់បាចគ្រាប់ទៅគឺឡើងណែនតែម្ដងបងប្អូនដល់ពេលឆ្នាំនេះប្រហែលជាវាដុះធម្មតាតាមពូជវាចាស់អញ្ចឹងទៅឃើញមានមួយចំនួនដែរតែទេសភាពគឺនៅតែស្អាតអញ្ចឹងបងប្អូនហើយ fresh មែនតើជាពិសេសដល់រដូវនេះរដូវធ្លាក់ខ្យល់ហើយទឹកចាប់ដើមស្រកវិញហើយបងប្អូនគឺខ្យល់លហៀកលហើយស្រួលមែនតើជាពិសេសថ្ងៃសៅរ៍ថ្ងៃអាទិត្យពេលល្ងាចហ្នឹងញ៉ាំសាច់អាំងដាក់អីជាក់ជុំគ្នាបន្តិចមើលថ្ងៃលិចបន្តិចទៅអូស្រស់ស្រាយបោះគេនេះបងប្អូននៅជាយក្រុងតែតរណាទៀតបងប្អូនណាកន្លែងស្អាតធម្មជាតិ fresh ដកដង្ហើមបានស្រួលដូចនេះនោះបងប្អូនមិនតរណាឆ្ងាយអីទេមកបងប្អូនមកខ្ញុំដាក់ទីតាំងនៅក្នុង comment បាទអ្នកដែលស្គាល់ពីមានឈ្នះស្គាល់ភូកលាឋានជាតិសម្ដេចតេជោហ្នឹងគឺគាត់ស្គាល់ហើយបាទហួសហ្នឹងបន្តិចហ្នឹងគឺឃើញផ្លូវចូលហើយបាទសួនសត្វសាវរីចូលតាមហ្នឹងមកបងប្អូនចូលតាមបន្តិចទេដល់រង្វង់មូតាអេសីហ្នឹងបងប្អូនឃើញតែម្ដងបាទកន្លែងផ្កាហ្នឹងបងប្អូនហើយក៏មានធ្វើកន្លែងថតរូបថតអីមួយចំនួនដែរបងប្អូនណាបងប្អូនអាចមកថតរូបលេងកម្សាន្តនិងរីឡិចចុងសប្តាហ៍បានហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេចែកម្លែកបងប្អូនឲ្យស្គាល់កន្លែងដើរលេងជាយក្រុងនេះតែម្ដងអរគុណ